ប្រទេសទាំង10ដែលមានផ្លូវរថភ្លើងល្បឿនលឿនបំផុតគិតត្រឹមឆ្នាំ2025ប្រទេសចិនតែងតែឈានមុខគេលើការអភិវឌ្ឍផ្លូវរថភ្លើងល្បឿនលឿនហើយផ្លូវរថភ្លើងល្បឿនលឿនរបស់ចិនមានច្រើនលើសលប់ផ្លូវរថភ្លើងប្រទេសទាំងអស់នៅលើពិភពលោកខាងក្រោមនេះគឺជាប្រទេសដែលមានផ្លូវរថភ្លើងល្បឿនលឿនបំផុតនៅលើពិភពលោកចង់ដឹងថាមានប្រទេសណាខ្លះដែលមានផ្លូវរថភ្លើងល្បឿនលឿនតោះយើងអញ្ជើញទៅតាមដានទស្សនាវីដេអូនេះជាបន្តទី1ប្រទេសចិនដែលមានប្រវែង 46,000 គីឡូម៉ែត្រទី2ប្រទេសអេស្ប៉ាញដែលមានប្រវែងចំនួន 3,966 គីឡូម៉ែត្រទី3ប្រទេសជប៉ុនដែលមានប្រវែងចំនួន 3,067 គីឡូម៉ែត្រទី4ប្រទេសបារាំងដែលមានប្រវែងចំនួន 2,800 គីឡូម៉ែត្រទី5ចក្រភពអង់គ្លេសដែលមានប្រវែងចំនួន 2,214 គីឡូម៉ែត្រទី6ប្រទេសអាល្លឺម៉ង់ដែលមានប្រវែងចំនួន 1,658 គីឡូម៉ែត្រទី7ប្រទេសហ្វាំងឡង់ដែលមានប្រវែងចំនួន 1,120 គីឡូម៉ែត្រទី8ប្រទេសអ៊ីតាលីដែលមានប្រវែងចំនួន 1,117 គីឡូម៉ែត្រទី9ប្រទេសតួគីដែលមានប្រវែងចំនួន 1,093 គីឡូម៉ែត្រចុងក្រោយគេទី10ប្រទេសកូរ៉េខាងត្បូងដែលមានប្រវែងចំនួន 887 គីឡូម៉ែត្រសូមអរគុណសម្រាប់ការទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ចប់